ស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាប៉ាគីស្ថានប្រមានថាឥណ្ឌាអាចបើកការវាយប្រហារយោធានៅ24ទៅ36ម៉ោងខាងមុខស្របពេលស្ថានភាពរវាងទីក្រុង New Delhi និង Islamabad កំពុងឡើងកម្ដៅខ្លាំងព្រាបបានគ្រាប់បែកបំរុងនឹងផ្ទុះហេតុការណ៍បាញ់ប្រហារសម្រាប់អ្នកទេសចរនៅតំបន់កាស្មៀរនោះស្រាប់តែពេលនោះចារកម្មប៉ាគីស្ថានបានប្រមានថាឥណ្ឌាអាចបើកការវាយប្រហារយោធាក្នុងរយៈពេល24ទៅ36ម៉ោងខាងមុខកាលពីថ្ងៃអង្គារទី22ខែមេសាឆ្នាំ2025ខ្មាន់កំភ្លើងបើកការវាយប្រហារសម្រាប់អ្នកទេសចរឥណ្ឌា25នាក់និងនេប៉ាល់ម្នាក់នៅជ្រលងបាយសរ៉េនក្នុងក្រុងបាយសរ៉េនដែលជាតំបន់ទេសចរដ៏ពេញនិយមនៅតំបន់កាស្មៀរហេតុការណ៍នោះធ្វើឲ្យទំនាក់ទំនងរវាងអ្នកជិតខាងប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំងពីរធ្លាក់ចុះដល់កម្រិតទាបបំផុតថ្មីទៀតហើយក្រោយមកឈានដល់ការចាត់វិធានការក្តៅរៀងខ្លួនដោយជាការបិទច្រកព្រំដែនឥណ្ឌាផ្អាកកិច្ចព្រមព្រៀងចែកទឹកដ៏សំខាន់ជាមួយប៉ាគីស្ថាននិងបណ្ដេញមន្ត្រីទូតទៅវិញទៅមកទៀតផងមិនត្រឹមតែប៉ុណ្ណឹងរដ្ឋមន្ត្រីប៉ាគីស្ថានមួយរូបថែមទាំងគម្រាមបាញ់នុយក្លេអ៊ែរលើឥណ្ឌាចំណែកទីក្រុង New Delhi ឯនោះវិញក៏ទិញយន្តហោះចម្បាំង26គ្រឿងពីបារាំងថែមទៀតផងដែលកត្តាទាំងនេះធ្វើឲ្យគេបារម្ភថាសត្រូវទាំងពីរអាចនឹងមានការប៉ះទង្គិចទ្រង់ទ្រាយធំបើមិនមានការសម្របសម្រួលនោះទេជុំវិញស្ថានភាពដ៏ក្តៅគគុកនេះដែររដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថានអត្រាតារ៉ាបានបង្ហាញសារលើបណ្ដាញសង្គម X កាលពីថ្ងៃអង្គារទី29ខែមេសាឆ្នាំ2025ថាចារកម្មប៉ាគីស្ថានទទួលបានព័ត៌មានថាឥណ្ឌាមានផែនការបើកវាយប្រហារយោធាក្នុងរយៈពេល24ទៅ36ម៉ោងខាងមុខដោយយកលេសហេតុការណ៍នៅបាយសរ៉េនយ៉ាងណារាល់សកម្មភាពដ៏កក្លឿននឹងទទួលបានការឆ្លើយតបវិញដោយមិនញញើតដៃឡើយឥណ្ឌាហ៊ានទទួលខុសត្រូវទាំងស្រុងចំពោះរាល់ផលវិបាកធ្ងន់ធ្ងរនៅក្នុងតំបន់នេះសូមជម្រាបថាឥណ្ឌានិងប៉ាគីស្ថានមានចំនួនដ៏រ៉ាំរ៉ៃលើតំបន់កាស្មៀរចាប់តាំងពីការទទួលបានឯករាជ្យពីអង់គ្លេសនៅឆ្នាំ1947ពេលឥណ្ឌានិងប៉ាគីស្ថានក្លាយជាប្រទេសឯករាជ្យនោះហើយរដ្ឋសំខាន់គឺចាមូនិងកាស្មៀរដែលសម្បូរជនជាតិមូស្លីមប៉ុន្តែគ្រប់គ្រងដោយអ្នកកាន់សាសនាហិណ្ឌូមហារាចាបានក្លាយជាចំណុចស្នូលនៃចំនួនមហារាចាបានជ្រើសរើសចូលខាងឥណ្ឌាទើបធ្វើឲ្យផ្ទុះសង្គ្រាមឥណ្ឌូប៉ាគីស្ថានលើកដំបូងក្នុងឆ្នាំ1947ដល់ឆ្នាំ1948ក្រោយមកក៏មានបទឈប់បាញ់ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិនិងការបង្កើតខ្សែឈប់បាញ់ប៉ុន្តែក្រោយមកត្រូវប្តូរឈ្មោះទៅជាបន្ទាត់គ្រប់គ្រង LOC ដែលពុះចែកតំបន់កាស្មៀរម្ខាងគ្រប់គ្រងដោយឥណ្ឌានិងម្ខាងគ្រប់គ្រងដោយប៉ាគីស្ថានឥណ្ឌាគ្រប់គ្រងផ្នែកនៃតំបន់នេះរួមមានចាមូជ្រលងកាស្មៀរនិងឡាដាខចំណែកប៉ាគីស្ថានគ្រប់គ្រងតំបន់ដែលគេស្គាល់ថាអាសាចាមូនិងកាស្មៀរនិងជីហ្គីហ្វប៉ាទីស្ថានទោះបីជាយ៉ាងណាក៏ដោយប្រទេសទាំងពីរនៅតែទាមទារចង់បានតំបន់នោះទាំងមូលឈានដល់ការផ្ទុះសង្គ្រាមជាច្រើនលើកដោយនៅក្នុងឆ្នាំ1947ឆ្នាំ1965និងឆ្នាំ1971និងចំនួនកាគីលក្នុងឆ្នាំ1999ហើយការប៉ះទង្គិចគ្នានៅតាមបណ្ដោយ LOC តែងតែកើតឡើងជាញឹកញាប់